មកហ្នឹងគឺមាន4 skin នេះ Demon Slayer តើគ្នាដែលមានដូចជា Nezuko ជាមួយនឹង Selena Zenitsu ជាមួយនឹង Lancelot Shinobu ជាមួយនឹង Benedetta ហើយមួយចុងក្រោយហ្នឹងគឺ Tanjiro ជាមួយនឹង Alucard តើគ្នាសម្រាប់ skin នេះផងដែរគឺនៅក្នុងឆ្នាំ2025តែម្ដងកុំឲ្យតើគ្នាថាចិត្តទៅយក script ចាស់ៗមកលេងអញ្ចឹងណាចឹងហើយគឺខ្ញុំមកដាក់ថ្មីឲ្យតែម្ដងហើយមុននឹងចូលទៅដល់វីដេអូតើគ្នាកុំភ្លេចចុច subscribe ចុច like ឲ្យខ្ញុំម្នាក់មួយផងណាហើយខ្ញុំសូមនិយាយពីមូលហេតុដែលខ្ញុំផុសវីដេអូចាស់ៗបន្តិចតើគ្នាដោយសារតែ channel មុនដែលគេបាន hack របស់ខ្ញុំហ្នឹងឥឡូវគេបានលុប channel ហ្នឹងចោលបាត់ហើយតើគ្នាគឺ search លេងឃើញតែម្ដងចឹងហើយខ្ញុំក៏បានយកវីដេអូចាស់ៗនៅក្នុង Facebook ហ្នឹងគឺមកផុសក្នុង channel ហ្នឹងវិញហើយហ្នឹងគឺវាមានតែប៉ុណ្្នឹងទេតើគ្នាដោយសារតែខ្ញុំស្ដាយវីដេអូខ្ញុំដែរចឹងហើយគឺខ្ញុំយកមកផុសវិញទៅយកមកផ្ដើមជាមួយនឹង skin Zenitsu ជាមួយនឹង Lancelot ដំបូងគេតើគ្នា skin នេះកាលមុនហ្នឹងគឺខ្ញុំធ្លាប់បង្ហាញម្ដងដែរប៉ុន្តែគឺវាខុសគ្នាដាច់ស្រឡះតែម្ដងគឺវាដូចតែដំណើរដែលនៃការដើររបស់វាទេតើគ្នា skill effect ហ្នឹងគឺខុសគ្នាទាំងអស់ហ្មងចឹងហើយកុំឲ្យខាត់ពេកកាន់តែយូរទៀតគឺយើងមកមើលតែម្ដងឥឡូវយើងមកមើល recall វាសិន recall ហ្នឹងគឺមាន animation ដែរតើគ្នានៅពេលដែល recall ទៅគឺដេកងាប់យកហ្មងមិនដឹងថាមកពីហេតុអីឬមួយក៏មានវិបត្តិអីទេតើគ្នាដោយសារតែរឿងហ្នឹងគឺខ្ញុំអត់បានមើលទេ Demon Slayer ហ្នឹងតែបើសិនជាតើគ្នាដឹងមូលហេតុដែលគេដាក់ recall ឲ្យវាដេកដួលអញ្ចឹងចង់ប្រាប់ខ្ញុំផងណាមកមើល basic attack របស់វាវិញតើគ្នាអើយកាប់ចេញមកគឺលយមែនតើណា skin Lancelot ជាមួយនឹង Zenitsu នេះតើគ្នាវាស៊ីគ្នាហើយគឺវាលយហ្មងបូករួមជាមួយនឹងគេកែថ្មីមកទៀតតើគ្នាអើយ skill effect វាឡើងញាក់សាច់យកហ្មងបើកាលពីមុនចេញមកហ្នឹងគឺវាអត់សូវលយទេតែតែគេ update មកថ្មីនេះគឺអែមែនតើតើគ្នាមើលតា skill ដាក់ចេញមកផ្ទះឆ្វាច់អូយខ្ញុំមិនដឹងនិយាយថាមកចេះទេដល់ពេលវាអែមខ្លាំងពេកតែប៉ុណ្ណេះមានតែ skin hack មួយដាក់ script ហ្នឹងលេងពេញហ្នឹងបណ្ដោយគ្នាយើងគិតមិនដែរសម្រាប់ skin Lancelot មួយហ្នឹងបើសម្រាប់ខ្ញុំគឺបន្ទុកពេញបឹបតែម្ដងតើគ្នាដោយសារតែវាស្អាតពេកទាំងរូបរាងទាំង skill effect ទាំង recall មាន animation ឯណាណៃអូយអែមែនតើចាំដល់ skin ទី2ហ្នឹងគឺជា skin Alucard ជាមួយនឹង Tanjiro skin មួយហ្នឹងក៏កាន់តែអែមទៅទៀតដែរតើគ្នានិយាយមែនខ្ញុំឃើញ script គេតម្លាក់មកZenitsu ហ្នឹងក៏លយហើយ Tanjiro ហ្នឹងកាន់តែអែមទៅទៀត recall ហ្នឹងក៏គេមាន animation តិចតួចដែរតើគ្នាឃើញអត់នេះតែតោះថងថានៅពេល basic attack វាកាប់ចេញមកហ្នឹងគឺដូច skin ធម្មតាអញ្ចឹងដល់រីដូច skin ធម្មតាអីដូចអត់ skin តែបាន skill ទី1គេនេះកាប់មកវាចេញ skill ចេញទឹកចេញអីចឹងទៅអា skill ទី1 skill ទី2ហ្នឹងគឺមិនសូវតាក់ចិត្តតាក់អារម្មណ៍បានទេតើគ្នាអីដែលតាក់ខ្លាំងហ្នឹងគឺអាទានៅពេលដែលដាក់ចេញមកនោះអូយវាណែ animation ឯណាចេញភ្លើងមកលយមែនតើសំកាត់តិចតើគ្នាបើសិននេះគ្នាយើងណាចង់បានសន្ទុះស្អាតភ្លឺចាញ់ចាំងអីហ្នឹងគឺឲ្យមកមើលខាង Wiki Store បានមានទាំង Android និង iOS តើគ្នាប្រើយូរគាត់ហាពណ៌តែគឺគេធានាជូនឲ្យតែម្ដងចឹងហើយតើគ្នាឆាចូលទៅក្នុង page គាត់បានណាបើសិនជាមានចំណារអារម្មណ៍តើឥឡូវយើងមកមើល skin ទី3របស់យើងគឺជា skin Shinobu ជាមួយនឹង Benedetta តើគ្នាសម្រាប់ skin នឹងមកដែរគឺវាអត់មានដើរកាន់ដើរចំហៀងដោយ Zenitsu ជាមួយនឹង Tanjiro ផងហ្នឹងគឺដើរដាក់ដៃអញ្ចឹងរហូតហ្មងតើយើងមកមើលជាមួយនឹង basic attack របស់គេតើគ្នានៅពេលដែលកាប់ទៅគឺវាលោតចេញផ្កាមកតើគ្នាឃើញអត់នៅចិត្តស៊ីឡុងនោះលយមែនតើហើយនេះគឺជា skin នៅពេលដែលយើងចុចកន្លែងវាយជាប់តើគ្នាអា Benedetta hero វាហ្នឹងគឺអញ្ចឹងតែឃើញអញ្ចឹងមិនទៅពិបាកលេងដល់ក hero ស្អីគេនេះតែមិនអីទេគ្រាន់តែយើងយកមកបង្ហាញតិចតួចអញ្ចឹងល្មមមកអាចលេងបានដែរតើគ្នាហើយមកមើល skill ទី1គេនេះហ្នឹងក៏មិនសូវប្លែកអីហ្មងដែរតើគ្នាដូចធម្មតាគ្រាន់តែវាបដូរពណ៌អញ្ចឹងណាតើគ្នាហើយនឹងមានចេញផ្កាអីតិចតួចប៉ុន្តែនៅពេលដែលយើងដាក់ RT ទៅគឺចេញមេអំបៅមកតើគ្នាប្រហែលជា skin ហ្នឹងវាតាក់ទងជាមួយនឹងមេអំបៅមិនដឹងខ្ញុំអត់ដឹងដែរសារដែរមើលរឿងហ្នឹងផងប៉ុន្តែនៅពេលយើងដាក់ RT ចេញមកអញ្ចឹងគឺវាស្អាតចេញមកប៉ុណ្ណឹងតើគ្នាឲ្យបន្ទុកប៉ុន្មានដែរសម្រាប់ skin មួយហ្នឹងតាមខ្ញុំមើលទៅក៏វាតំណងដែរតើគ្នានៅពេលដែលដាក់ RT នេះវាតំណងជាងគេតែបើថា skin ទី1 skin ទី2ហ្នឹងគឺវាធម្មតាមែនតើចូលមកដល់ skin មួយចុងក្រោយគឺជា skin Nezuko ជាមួយនឹង Selena តើគ្នាតែមួយដំណើរវាហ្នឹងចេញមកគឺមីសរងសុតសានហ្មងនេះដំណើរនេះដល់ basic attack គេហ្នឹងគប់ចេញមកគឺចេញពណ៌បច្ឆូតនេះតើគ្នាមើលមិនយល់ថាហ្នឹងជាស្អីគេទេក៏ប៉ុន្តែនៅពេលដែលយើងដាក់ skill ទី1ចេញមកចេញកំពង់អាស័យដល់គ្នាអាហ្នឹងកំពង់អាស័យឬមួយក៏កំពីអីរបស់គេខ្ញុំស្រាវតែនិយាយខុសហ្នឹងដោយសារអត់ដែរមើលរឿងតែហៅកំពង់អាស័យតែបើយើងឃើញបែបជាកំពង់អាស័យហ្នឹងហើយ skill ទី1ហ្នឹងនៅពេលដាក់លើ enemy តើគ្នាវាមានបែបជាស្លឹកឈើរុំជុំវិញ enemy ហើយគឺមានរូបតុក្កតានៃសកលនៅលើក្បាលទេតើគ្នាហើយតុក្កតាហ្នឹងគឺមានពីរតើគ្នាបើមើលតន់ដឹងថាវាចេញមកពីរខុសគ្នាហើយទី1ហ្នឹងគ្រាន់តែជារូបធម្មតាតែពេលរូបទី2នៅពេលដែលវាផ្ទុះស្គៀនហ្នឹងគឺចេញនៅសកលមកបែបសោចលឹបភ្នែកអញ្ចឹងណាតែមានអីប៉ុណ្ណឹងគឺវាតំណងមួយយ៉ាងដែរតើគ្នាបើសរុបជារួមមកតាំងពី skin ដំបូងគឺខ្ញុំស្រឡាញ់ Zenitsu ជាងគេតើគ្នាពេញបេះដូងហ្មង